បាទកាលពីវីដេអូមុនហ្នឹងខ្ញុំបានលើកឡើងពីជំងឺមហារីកបាទមូលហេតុគេបានជាយើងមានជំងឺមហារីកហើយមូលហេតុគេបានជាកោសិកាយើងធម្មតាវិវត្តទៅជំងឺមហារីកអញ្ចឹងវីដេអូទី2នេះខ្ញុំនឹងជម្រាបប្រាប់បងប្អូនពីប្រភេទនៃជំងឺមហារីកបាទហើយព័ត៌មានមួយចំនួនទាក់ទងជាមួយនឹងវិធីការពារទប់ទល់បាទបើទោះបីជាយើងមិនដឹងថាយើងមានជំងឺមហារីកក៏ដោយដូចខ្ញុំសប្តាហ៍ក៏ខ្ញុំមិនដឹងដែរអញ្ចឹងយើងមានតែវិធីគេហៅថាទប់ស្កាត់ការពារប្រសើរជាងដែលយើងបន្លែងចោលអញ្ចឹងណាបងប្អូនបាទជំងឺមហារីកវាមានច្រើនប្រភេទអញ្ចឹងបងប្អូនបាទហើយក្នុងនេះខ្ញុំសូមលើកជំងឺមហារីកដែលកើតឡើងច្រើនជាងគេអញ្ចឹងណាបងប្អូនបាទក្នុងចំណោមជំងឺមហារីកទាំងអស់ហ្នឹងបាទមានដូចជាជំងឺមហារីកសូដនថាជំងឺមហារីកដោះណាហើយសូមបញ្ជាក់តិចណាជំងឺមហារីកដោះប្រុសក៏មានដែរណាតិចថាជំងឺមហារីកដោះបាទសូដនហ្នឹងមានតែនារីអត់ទេប្រុសក៏មានដែរបាទគាត់ថាភាគរយហ្នឹងគឺ1%ទេបាទឬក៏ក្រោមហ្នឹងតិចទៀតមែនតើបងបាទជំងឺមហារីកសួតបាទមហារីកកពេញប្រូស្តាតដែលយើងហៅថាពងស្វះហ្នឹងបងប្អូនបាទជំងឺមហារីកពោះវៀនធំបាទជំងឺមហារីកស្បូនមហារីកមាត់ស្បូនបាទជំងឺមហារីកស្បែកមហារីកលំពេងមហារីកថ្លើមជំងឺមហារីកកពេញតេរ៉ូអ៊ីតចិត្តទាំងអស់ហ្នឹងគឺជាជំងឺមហារីកដែលកើតឡើងច្រើនជាងគេអញ្ចឹងណាហើយក្នុងចំណោមជំងឺមហារីកទាំងអស់ហ្នឹងជំងឺមហារីកសួតគឺសម្រាប់មនុស្សច្រើនជាងគេរហូតដល់ 1.8 លានអ្នកបងប្អូនគឺច្រើនមែនតើហ្មងហើយជំងឺមហារីកសម្រាប់មនុស្សបន្ទាប់ពីមហារីកសួតហ្នឹងគឺបងប្អូនគឺមហារីកពោះវៀនធំទី3ហ្នឹងគឺថ្លើមបាទទី4ហ្នឹងគឺកាពះហើយចុងក្រោយគេហ្នឹងគឺមហារីកសដនបងប្អូនអានេះបើតាមទិន្នន័យនៅក្នុងឆ្នាំ2020ដោយអង្គការសុខភាពពិភពលោកហើយគេក៏សង្កេតឃើញដែរថាជារៀងរាល់ឆ្នាំក៏មានក្មេងកុមារបងប្អូនបាទកើតដល់ជំងឺមហារីកហ្នឹងដែររហូតដល់ 40,000 នាក់រៀងរាល់ឆ្នាំហ្មងបាទអញ្ចឹងបានថាជំងឺមហារីកនេះគឺវាលុកគេហៅថាខ្លាំងទៅច្រើនទៅហើយការស្លាប់ដោយសារជំងឺមហារីកហ្នឹងក៏មានច្រើនដែរអញ្ចឹងហើយបានជាខ្ញុំនិយាយថាជំងឺមហារីកជាជំងឺមួយសម្រាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺគាំងបេះដូងលេខ1លេខ2មហារីកហើយបងប្អូនបាទហើយក្នុងវីដេអូមុនហ្នឹងខ្ញុំក៏បានលើកឡើងដែរថាមានកត្តាអីខ្លះដែលធ្វើឲ្យយើងនឹងមានហានិភ័យកើតជំងឺមហារីកហ្នឹងបាទខ្ញុំបាននិយាយខ្ញុំសូមនិយាយម្ដងទៀតគឺទី1ការជក់បរិយនឹងរមងបាទការជក់បរិយហើយការបឺតផ្សែងបរិយយើងអត់ជក់ទេយើងទទួលបានផ្សែងបរិយពីអ្នកជក់ណាអាហ្នឹងគឺប៉ះពាល់ខ្លាំងជាងគេហ្មងអញ្ចឹងហើយបានជាមានមនុស្សស្លាប់ដោយសារជំងឺមហារីកសួតហ្នឹងគឺច្រើនជាងគេបរិយាកាសរស់នៅដែលពោពេញទៅដោយការបំពុលបរិយាកាសបាទដែលពោពេញទៅដោយវិទ្យុសកម្មជុំវិញខ្លួនរបស់យើងហ្នឹងណាអាហ្នឹងក៏ជាមូលហេតុដែលអាចឲ្យមានជំងឺមហារីកដែរស្រានេះធ្វើឲ្យយើងមានមហារីកថ្លើមច្រើនមែនតើហ្មងអ្នកលើសទម្ងន់ឬក៏អ្នកមានជំងឺធាត់ដែលអត់មានសកម្មភាពរាងកាយសោះណាហើយអ្នកជំងឺទឹកនោមផ្អែមណាបាទអាហ្នឹងក៏មានហានិភ័យកើតជំងឺមហារីកដែរបងប្អូនគ្រាន់តែមានហានិភ័យមិនមែនមានថាឲ្យតែកើតទឹកនោមផ្អែមឲ្យលើសគីឡូគឺកើតមហារីកទាំងអស់គឺមិនមែនទេមានហានិភ័យអាចប្រឈមមុខតែប៉ុណ្្នឹងទេអញ្ចឹងណាបងប្អូនបាទហើយក៏មានមកពីហ្សែនពីពូជដែរក៏ប៉ុន្តែខ្ញុំអត់និយាយពីចំណុចហ្នឹងទេដោយសារតែយើងអាចគ្រប់គ្រងបានទេចំណុចហ្នឹងណាបាទអញ្ចឹងតិចដីជើក្ដីយើងត្រូវតែទទួលយកហើយអញ្ចឹងខ្ញុំសូមលើកយកមូលហេតុចំនួន3ធំដែលបងប្អូនយើងកំពុងតែអនុវត្តជាប្រចាំអញ្ចឹងណាបាទទី1របៀបរបបរស់នៅប្រចាំថ្ងៃបាទបើសិនជាយើងនិយាយទៅលើរបៀបរបបរស់នៅប្រចាំថ្ងៃទី1គឺរបបអាហារដែលធ្វើឲ្យប៉ះពាល់សុខភាពច្រើនជាងគេខ្លាំងជាងគេសប្តាហ៍ថ្ងៃហ្នឹងគឺអាហារដែលមានជាតិផ្អែមបាទអាហារដែលពោពេញទៅដោយជាតិម្សៅទាំងអស់ហ្នឹងហើយបងប្អូនណាមិនត្រឹមតែធ្វើឲ្យគេហៅថាយើងមានជំងឺទឹកនោមផ្អែមយើងលើសគីឡូយើងមានការរលាកកោសិកាយើងមានខ្លាញ់រោមថ្លើមឯមហារីកក៏ដោយសារហ្នឹងដែរបងប្អូនអញ្ចឹងបងប្អូនមានដឹងអត់កោសិកាមហារីកណាវាមានសមត្ថភាពបឺតយកជាតិផ្អែមហ្នឹងណាពីរបបអាហាររបស់យើងណាច្រើនជាងកោសិកាធម្មតាបែរថាម៉េចបានថានៅពេលណាដែលយើងទទួលទានអាហារផ្អែមចូលទៅឬក៏អាហារម្សៅចូលទៅណាកាពះយើងនឹងកំតិចវាទៅជា molecule ស្ករតូចហើយវាបញ្ជូនចូលក្នុងពោះវៀនតូចពោះវៀនធំណាបាទអញ្ចឹងពេលដែលវាឆ្លងកាត់ពោះវៀនតូចហ្នឹងគឺអា molecule ស្ករទាំងអស់ហ្នឹងនឹងត្រូវបានទទួលយកដោយកោសិកាតាមរយៈអុកម៉ូនអាំងសាលីនអញ្ចឹងបងប្អូនបាទក៏ប៉ុន្តែបងប្អូនមានដឹងអត់នៅពេលណាដែលបងប្អូនមានកោសិកាមហារីកហើយណាអញ្ចឹងអាធម្មពលអាជាតិស្ករអា glucose ដែលបានមកពីអាហារដែលត្រូវបានកំទេចមិញហ្នឹងណាគឺវាយកចង់អស់ហើយបាទអត់ត្រូវការអុកម៉ូនអាំងសាលីនទេអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតអាហារផ្អែមអាហារដែលធ្វើមកពីម្សៅអាហ្នឹងគឺជាគេហៅថាអាហារមួយទៅចិញ្ចឹមកោសិកាមហារីកបានច្រើនជាងគេលឿនជាងគេអញ្ចឹងបងប្អូនគួរតែកាត់បន្ថយអាណាដែលផ្ដាច់បានគឺផ្ដាច់ជាពិសេសអាហារកំប៉ុងអាហារកែច្នៃអាហ្នឹងបងប្អូនអាហ្នឹងប៉ះពាល់ខ្លាំងមែនតើហ្មងបាទមែនតើទៅអាហារផ្អែមគឺប៉ះទាំងអស់ហើយបងប្អូនយើងចូលចិត្តទទួលទានអាហ្នឹងច្រើនជាងគេហ្មងបាទចូលចិត្តមែនតើបាទគឺថាបងប្អូនយល់ពីព័ត៌មានមួយនេះបងប្អូនណាបាទហើយមួយទៀតហ្នឹងគឺយើងជក់បរិយយើងផឹកស្រាផឹកប៊ីយ៉ាច្រើនអានេះប៉ះពាល់ខ្លាំងណាស់បងប្អូនមូលហេតុនេះហើយបានជាគេហៅថាជំងឺមហារីកសួតណាវាសម្រាប់មនុស្សច្រើនជាងគេបើប្រៀបធៀបជាមួយនឹងមហារីកផ្សេងទៀតដោយសារតែការជក់បរិយហ្នឹងឯងអ្នកដែលអង្គុយនៅជិតអ្នកជក់បរិយបឺតផ្សែងចូលអាហ្នឹងក៏ប៉ះដែរអ្នកដែលចូលចិត្តផឹកស្រាអាហ្នឹងគេហៅថាមហារីកថ្លើមបាទអាហ្នឹងក៏ជួបបញ្ហាដែរអញ្ចឹងបងប្អូនអាចបានបងប្អូនជិះតាក់ទងជាមួយនឹងផឹកគ្រឿងស្រវឹងបើមនុស្សស្រីគេឲ្យមួយថ្ងៃញ៉ាំតែម្ដងឯងមួយកំប៉ុងមនុស្សប្រុសតែយ៉ាងច្រើនឯ2កំប៉ុងហើយបើសិនជាស្រាវិញមួយថ្ងៃគេឲ្យញ៉ាំបានតែ80 ml ទេណាបាទ80 ml គឺតិចមែនតើនេះឃើញទេបាទអាស្រា whisky brandy ហ្នឹងណាហើយខ្ញុំឃើញបងប្អូនខ្លះទៅញ៉ាំការគេម្ដងទៅចង្ការម្នាក់ឯងយ៉ាងណាម្ដង2នាក់ដាក់សិតតែកូនចានហើយយកលភាវោហើយដាក់យក
បាទពេលហ្នឹងយើងមានអារម្មណ៍ថាយើងអស់ចាយើងញ៉ាំអាទាំងអស់ហ្នឹងណាក៏ប៉ុន្តែវាកំពុងតែសម្លាប់បាទខ្លៅរបស់បងប្អូនទីម្ដងហើយបងប្អូនត្រូវចាំណាខ្ញុំធ្លាប់និយាយហើយកោសិកាមហារីកវានៅក្នុងខ្លួនយើងណាមិនមែនមួយឆ្នាំពីរឆ្នាំយើងញ៉ាំហ្នឹងទេបាទបងប្អូន20 30 40ឆ្នាំខ្លះដល់40ឆ្នាំបានវាចេញអាដំណាក់កាលចុងក្រោយហ្នឹងមកអញ្ចឹងបងប្អូនគាត់ថាញ៉ាំអីបាទដល់ពេលវាអីវាធ្ងន់ធ្ងរបាត់ដូរថ្លើមលែងតន់ហើយថ្លើមស្លាប់បាត់ចឹងបងប្អូនគួរតែជៀសវាងអត់ដែលមានក្បួនណាឲ្យយើងញ៉ាំស្រាម្នាក់ឯងម្ដងឬក៏ម្ដងនឹងពីរបីនាក់អត់ទេបងប្អូនបាទណាមួយថ្ងៃបាន80 ml ណា80 ml គឺតិចមែនតើហ្មងអា brandy raw whisky ហ្នឹងចឹងបងប្អូនប្រយ័ត្នជាងគេបងប្អូនបាទរបៀបរបបរស់នៅទី3ដែលធ្វើឲ្យបងប្អូននឹងប្រឈមមុខជាមួយនឹងបញ្ហាសុខភាពហ្នឹងគឺខ្វះលំហាត់ប្រាណបងប្អូនបាទណាខ្វះចលនារាងកាយអញ្ចឹងហើយបានជាខ្ញុំតែងតែណែនាំឲ្យបងប្អូននឹងហាត់ប្រាណឲ្យបានច្រើនតាមតែអាចធ្វើទៅបានមួយថ្ងៃយ៉ាងតិចឲ្យបានកន្លះម៉ោងទៅបាទkhôngបាច់ចាំអីធ្ងន់ធ្ងរទេបាទដើរក៏បានដែរបងប្អូនណាការដើរតាមសួនសាធារណៈអាហ្នឹងគឺជួយបានច្រើនមែនទែនហ្មងបាទចូល gym បាទហើយត្រឹមតែបោះដៃបោះជើងទិញទួយពេលខ្លះទៅអត់មានសិទ្ធិភាពទេបងប្អូនណាចឹងបងប្អូនត្រូវមានចលនារាងកាយឲ្យបានច្រើនតាមតែអាចធ្វើទៅបានហើយមួយទៀតគ្រប់គ្រងទម្ងន់តែទម្ងន់លើសហើយបញ្ជាក់ថារាងកាយយើងគឺធ្វើការខុសប្រក្រតីបងប្អូនងាយស្រួលទេចឹងណាចឹងជំងឺស្អីក៏វាមកដែរហើយធម្មតាទេអ្នកដែលមានបញ្ហាលើសទម្ងន់លើសខ្លាញ់ច្រើនហ្នឹងឬក៏លើសស្ករហ្នឹងណាវាអាចធ្វើឲ្យពួកគាត់មានបញ្ហាមួយគឺរលាកកោសិកាគេហៅថា inflammation គឺរលាកតម្បាក់រលាកនៅក្នុងកោសិកាយើងហ្មងណាអាហ្នឹងហើយដែលវិវត្តទៅរកជំងឺមហារីកដោយមិនដឹងខ្លួននឹងឯងអញ្ចឹងហេតុអីបានជារលាកដោយសារមានតម្បាក់ក្នុងកោសិកាហេតុអីបានមានតម្បាក់ដោយសារតែយើងទទួលទានស្ករច្រើនយើងទទួលទានអាហារកែច្នៃច្រើនយើងទទួលទានរបស់ជៀនពងច្រើនយើងទទួលទានអាហារណាដែលមានខ្លាញ់អាក្រក់ច្រើនអាហ្នឹងហើយដែលធ្វើឲ្យរលាកកោសិកាវាតម្បាក់កោសិកាហ្នឹង DNA ហ្នឹងវាមានបញ្ហាវាខូចវាបង្កើតបានដូចជាកោសិកាមហារីកជិះបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនណាហើយមួយទៀតបងប្អូនបាទបរិស្ថានដែលយើងរស់នៅជុំវិញនឹងឯងបាទមានខ្យល់អាកាសដែលយើងបឺតចូលនឹងឯងបាទមានគេហៅថាការទទួលទានបន្លែផ្លែឈើដែលពោពេញទៅដោយសារធាតុជាតិពុលជាតិគីមីដែលគេដាក់រក្សាទុកបានយូរដាក់ឲ្យស្រស់បាទដាក់ថ្នាំបាញ់សម្លាប់សត្វល្អិតយើងយកមកយើងអត់លាងសម្អាតបានគ្រប់គ្រាន់ត្រឹមត្រូវអាហ្នឹងក៏ជាកត្តាមួយដែលអាចឲ្យយើងមានជំងឺមហារីកដែរបាទបាយផ្លាស្ទិកបាទថង់ជ័រខ្ញុំឃើញខ្លះថង់ជ័រហ្នឹងបាទដាក់ស្លក្តៅពុះយកដាក់ក្នុងថង់ហ្នឹងហើយយកញ៉ាំបាទអូយអាហ្នឹងប៉ះខ្លាំងណាស់បងប្អូនណាយើងមិនចេះតែប្រើប្រាស់ខុសក្បួនទេបាទអាហ្នឹងក៏អាចធ្វើឲ្យយើងមានហានិភ័យកើតជំងឺមហារីកច្រើនដែរហើយមួយទៀតគឺដំណពូជខ្ញុំអត់និយាយច្រើនទេព្រោះយើងអាចគ្រប់គ្រងបានទេអញ្ចឹងបងប្អូនអញ្ចឹងអ្វីដែលខ្ញុំលើកឡើងខាងលើហ្នឹងគឺជាមូលហេតុសំខាន់ចម្បងដែលបងប្អូនខ្ញុំគិតថាគួរតែយល់ដឹងហើយអាទាំងអស់នេះយើងអាចគ្រប់គ្រងបានរបៀបម៉េចទី1បងប្អូនកុំទទួលទានអាហារផ្អែមច្រើនពេកផ្ដោតខ្លាំងទៅលើប្រូតេអ៊ីនច្រើនបងប្អូនណាសាច់ត្រីសាច់គោសាច់ជ្រូកសាច់មាន់សាច់ទាបាទញ៉ាំចម្រុះអូខេស៊ុតបាទបន្លែស្លឹកពណ៌បៃតងបាទពពួកហ្នឹងវាមានជាតិសរសៃបាទវាជួយការពារកាពះពោះវៀនរបស់យើងកុំឲ្យរលាកហើយទទួលទានខ្លាញ់ល្អឲ្យបានច្រើនដូចជាខ្លាញ់បានមកពីប្រេងអូលីវបាទប្រេងដូងឬក៏ខ្លាញ់ត្រីអូមេហ្គា3បងប្អូនបាទអាហ្នឹងសិតតែជួយឲ្យផ្លែឈើញ៉ាំបានកុំផឹកទឹកផ្លែឈើតែញ៉ាំផ្លែឈើញ៉ាំបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ហើយអញ្ចឹងទៅបាទទទួលទានអាហារហើយយើងញ៉ាំជាបង្អែមវាមាត់កុំញ៉ាំវាយកឆ្អែតអញ្ចឹងណាបរិយផ្ដាច់បានផ្ដាច់មិនត្រឹមតែប៉ះពាល់ខ្លួនឯងទេប៉ះពាល់នៅជុំវិញខ្លួនឯងទៀតបាទមានលំហាត់ប្រាណជាប្រចាំបងប្អូនបាទណាគ្រប់គ្រងទម្ងន់ខ្លួនឯងបើទៅលើសទម្ងន់ហើយគឺត្រូវបន្ថយការទទួលទានអាហារហើយទទួលទានដែលធ្វើឲ្យយើងលើសខ្លាញ់ច្រើនជាងគេហ្នឹងគឺទទួលទានអាហារផ្អែមម្សៅហ្នឹងហើយកាទៀវរាល់ព្រឹកមីកាទៀវបាយមីកាទៀវបាទមីកាទៀវហ្នឹងកែច្នៃក៏កែច្នៃបាទដាក់សារធាតុទុកយូរក៏ដាក់សារធាតុទុកយូរហើយមានជាតិស្ករទៀតមានខ្លាញ់អាក្រក់ទៀតរឿងអីដែលវាមានបញ្ហាបាទកាត់បន្ថយការទទួលទានគ្រឿងស្រវឹងញ៉ាំត្រឹមមួយកំប៉ុងប៊ីយ៉ាបាទមួយថ្ងៃបាទឬក៏ស្រាត្រឹម80 ml គឺជារឿងមួយដែលថ្លើមយើងអាចគ្រប់គ្រងដោះស្រាយបានអញ្ចឹងណាលើនឹងខ្ញុំអត់ណែនាំឲ្យបងញ៉ាំទេបាទមានលំហាត់ប្រាណជាប្រចាំហើយមួយទៀតបងប្អូនណាសំខាន់ខ្លាំងណាបងប្អូនមានដឹងទេថាអ្វីដែលជួយឲ្យយើងមានសុខភាពល្អបាទថាជំងឺអីក៏ដោយចូលមកគឺវាសម្លាប់ចោលទាំងអស់បាទថាជំងឺចូលមកជំងឺឆ្លងចូលមកខ្លួនរាងកាយយើងទប់ទល់បានណាបាទគឺប្រព័ន្ធភាពស៊ាំការពាររាងកាយយើងនៅក្នុងរាងកាយយើងគឺមានទ័ពហ្នឹងណាបាទចាំការពាររាងកាយយើងហ្នឹងហ្មងហើយទ័ពហ្នឹងគឺជាទ័ពមួយដែលចាំសម្រាប់គេហៅថាមេរោគទាំងឡាយដែលចូលអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវពង្រឹងអាហ្នឹងណាត្រូវពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយយើងហ្នឹងគឺឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទី1មុនគេសំខាន់ទាញឲ្យបានគ្រប់គ្រាន់ណាកុំ stress គិតច្រើនពិបាកចិត្តអាហ្នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងធ្លាក់ចុះប្រព័ន្ធភាពស៊ាំធ្លាក់ចុះកោសិកាមហារីកគឺវាយលុកលឿនមែនតើហ្មងអញ្ចឹងដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយយើងឲ្យខ្លាំងទី1បងប្អូនគេញ៉ាំបានគ្រប់គ្រាន់បាទម៉ោង10អីបងប្អូនចូលគេងទៅអូខេហាត់ប្រាណបាទមានលំហាត់ប្រាណជាប្រចាំបាទដើរឬក៏លើកដុំដែកតាមលទ្ធភាពតាមកម្លាំងបងប្អូនមានណាបាទទទួលទានអាហារទាំងឡាយណាដែលពោពេញទៅដោយជាតិសរសៃជាតិប្រូតេអ៊ីនហើយនឹងខ្លាញ់ល្អឲ្យបានច្រើនអាហ្នឹងហើយជួយប្រព័ន្ធភាពស៊ាំការពាររាងកាយយើងបានច្រើនមែនទែនតែក្នុងខ្លួនយើងមានប្រព័ន្ធភាពស៊ាំការពាររាងកាយយើងហើយគឺជំងឺស្អីក៏ដោយក៏យើងអាចទប់ទល់បានដែរបងប្អូនណាបាទអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះបាទអាចជំរាបប្រាប់បងប្អូនបានបាទទាក់ទងជាមួយនឹងវិធីការពារបាទការពារកុំឲ្យមានជំងឺមហារីកក៏ប៉ុន្តែទោះបីជាយើងអនុវត្តអញ្ចឹងក៏ដោយមិនប្រកាសថាជំងឺមហារីកមិនអាចចូលខ្លួនយើងបានទេវានៅអញ្ចឹងក៏ប៉ុន្តែគាត់ថាហានិភ័យក្នុងការមានគឺមានទៀបមែនតើបងប្អូនណាបាទវីដេអូចុងក្រោយជាវីដេអូបន្ទាប់បាទពួកយើងនឹងនិយាយទៅលើការរកជំងឺមហារីកនឹងតើគេមានវិធីសាស្ត្រយ៉ាងម៉េចខ្លះដើម្បីរកជំងឺមហារីកនឹងដើម្បីឲ្យយើងដឹងមុន
ជំងឺមហារីកមែនតើទៅបើសិនជាយើងដឹងមុនណាបើថាបើសិនជាយើងទៅចូលដំណាក់កាលសេរ៉ូខ្ញុំនិយាយថាមាន5ដំណាក់កាលដំណាក់កាលសេរ៉ូដំណាក់កាលទី1គឺព្យាបាលជា 100% ហ្មងដំណាក់កាលទី2ក៏អាចព្យាបាលជាដែរអញ្ចឹងណាបាទតែបើដំណាក់កាលទី3ទី4ហើយគឺពិបាកមែនតើហ្មងអញ្ចឹងណាអញ្ចឹងវីដេអូបន្ទាប់យើងនឹងនិយាយអំពីបាទវិធីរកជំងឺមហារីកហ្នឹងហើយនឹងវិធីព្យាបាលអូខេបាទអរគុណបងប្អូន